និរតជាក្មេងស្រីកំព្រានិរតរស់នៅតែម្នាក់ឯងហើយអ្នកភូមិមួយចំនួនតែងតែចង់បាននាងធ្វើជាប្រពន្ធប៉ុន្តែថ្ងៃមួយក៏មានក្រុមឈ្មួញដែលជាសេដ្ឋីមកទិញស្រូវនៅភូមិរបស់និរតក៏បានកុហកនិរតថានៅកំឡោះលួងលោមសុំស្នេហ៍និរតរហូតធ្វើឲ្យនិរតទន់ចិត្តដោយមិនដឹងថាបុរសម្នាក់នោះជាប្តីរបស់គេបងបានប្រាប់ថានៅពេលរយៈពេលមួយខែទៀតទៅបានជាបងមកដល់ហេតុអ្វីបានជាពេលនេះបងមកដល់លឿនបែបនេះឬមួយក៏បងប្រញាប់ធ្វើចំនួនទៀតតើមែនទេបងដោយសារតែបងនឹកប្រពន្ធខ្លាំងពេកទើបបានជាបងតែងតែមកដល់លឿនអូនមាននឹកដល់ប្តីដែរទេប្តីម្នាក់នេះនឹកដល់អូនគ្រប់ពេលមានប្តីតើមិនអោយនឹកតែនឹកអ្នកណាទៅបើរាល់ថ្ងៃនេះមានបងតែម្នាក់ប៉ុណ្ណោះដូច្នេះបើខ្ញុំមិននឹកបងតើឲ្យខ្ញុំនឹកអ្នកណាទៅបងនឹកអូនដូច្នេះទើបបានជាបងមកដល់លឿនបែបនេះណាមួយបងក៏ត្រូវយកស្រូវទៅរាជធានីបានរួចរាល់ដូច្នេះទើបបានជាបងមានពេលវេលាអាចមកទីនេះបានតែរឿងដែលបងបានសន្យាជាមួយខ្ញុំនៅពេលដែលបងទៅដល់ផ្ទះវិញនឹងយករឿងរ៉ាវទៅនិយាយប្រាប់ពុកម៉ែតើគាត់យល់ព្រមទទួលយកអូនដែរទេគាត់ទាំងពីរនាក់បាននិយាយថានៅរយៈពេលឆ្នាំក្រោយគាត់នឹងមកចូលស្ដីដណ្ដឹងអូនដូច្នេះទើបបានជាពេលនេះគាត់មិនបានមកដោយសារតែគាត់រវល់ការងារច្រើនពេកខ្ញុំតែងតែរងចាំថ្ងៃនោះមកដល់ជានិច្ចដោយសារតែអ្នកភូមិមួយចំនួនគេបាននិយាយប្រាប់ខ្ញុំថាអ្នកជំនួញរកស៊ីដូចជាបងតែងតែមានប្រពន្ធកូនអ្នកណាទៅដែលនិយាយបែបនេះមិនបានជាមកចោទប្រកាន់បងបែបនេះបងនៅកំឡោះហើយបងតែងតែដើររកស៊ីស្រុកឆ្ងាយកុំស្ដាប់ពាក្យសម្ដីដែលអ្នកភូមិមួយចំនួនគេនិយាយអីវាមិនប្រសើរទេណាអូនខ្ញុំជឿជាក់លើបងបើសិនជាបងមានប្រពន្ធកូនរួចហើយបងប្រកាសជាមិនមកតាក់ទងជាមួយនឹងខ្ញុំទេខ្ញុំជឿជាក់ណាស់បងស្មោះត្រង់ជាមួយខ្ញុំអញ្ចឹងពួកយើងប្រញាប់ឡើងលើផ្ទះដើម្បីហូបបាយសិនទៅនៅពេលនេះបងមិនទាន់បានហូបបាយទេដោយសារតែបងប្រញាប់មករកអូនខ្លាំងពេកលោកសេដ្ឋីហេតុអ្វីបានជាគាត់ខ្លាចទៅជាមនុស្សបែបនេះគាត់មានប្រពន្ធកូនដែលកំពុងតែរងចាំនៅផ្ទះប៉ុន្តែគាត់បែរជាមកកុហកនារីទុនខ្សោយម្នាក់ថាគាត់នៅកំឡោះទៅវិញដើម្បីតែការសប្បាយរបស់គាត់នៅក្នុងភូមិអ្នកភូមិមួយចំនួនតែងតែនិយាយអាណិតដល់និរតដោយសារតែអ្នកខ្លះបានដឹងថាវណ្ណៈមានប្រពន្ធកំពុងតែរងចាំនៅស្រុកខ្ញុំពិតជាមិនដឹងថាត្រូវទៅនិយាយយ៉ាងម៉េចឲ្យនិរតជឿជាក់ខ្ញុំអាណិតនិរតណាស់លោកបងអើយរាល់ថ្ងៃនេះដេកអោបប្តីគេទាំងដែលមិនដឹងខ្លួនខ្ញុំវិញក៏អាណិតនាងនិយាយសឹកតែមិនចេញហេតុអ្វីបានជាលោកសេដ្ឋីគាត់ធ្វើទៅបែបនេះទៅវិញទាំងដែលគាត់មានប្រពន្ធកូនប៉ុន្តែគាត់បែរជាមកតាក់ទងជាមួយស្រីរតទៅវិញតើត្រូវនិយាយបែបណាទៅបានធ្វើឲ្យស្រីរតជឿជាក់ការនិយាយរបស់ពួកយើងបើពេលនេះស្រីរតមិនជឿជាក់ការនិយាយរបស់ពួកយើងទេណាលោកបងមានតែបណ្ដោយតាមព្រំលិខិតតែប៉ុណ្ណោះបន្តិចទៀតអ្វីនឹងបែកធ្លាយជាមិនខានបើនិរតនៅតែតាក់ទងជាមួយលោកសេដ្ឋីម្នាក់នោះបែបនេះថ្ងៃណាមួយលោកសេដ្ឋីម្នាក់នោះនឹងមានការសោកស្ដាយនៅទង្វើរបស់គាត់ចំណែកនិរតវិញបានត្រឹមតែខូចចិត្តតែប៉ុណ្ណោះរយៈពេល3ថ្ងៃក្រោយមកវណ្ណៈក៏បានធ្វើដំណើរទៅផ្ទះវិញមិនបានជាមួយរយៈពេលនេះបងតែងតែទៅស្រុកដែលបងនិយាយថាមានក្រុមឈ្មួញជាច្រើនបានទិញប្រជែងបើដឹងថាគេទិញច្រើនបែបនេះហើយហេតុអ្វីបានជាបងមកទៅស្រុកផ្សេងទៅដោយសារតែនៅទីនោះមានក្រុមឈ្មួញដតីទិញប្រជែងច្រើនដូច្នេះទើបបានជាបងខំប្រឹងទិញប្រជែងនឹងគេឲ្យបានទាន់ប៉ុន្តែខ្ញុំចម្លែកចិត្តមួយទៀតចំពោះប្រាក់ដែលបានចំណេញហេតុអ្វីបានជាមិនដូចកាលពីមុនអញ្ចឹងបងយកប្រាក់ទាំងអស់នោះទៅចាត់ចែងធ្វើអ្វីបន្តទៀតតើមែនទេប្រាក់ដែលបានចំណេញបងចាយវាយនៅការទិញស្រូវពីអ្នកភូមិក្រែងប្តីអូនបាននិយាយប្រាប់រួចហើយតើមែនទេនៅទីនោះមានក្រុមឈ្មួញដតីទៀតគេទិញប្រជែងដូច្នេះបងត្រូវតែទិញនៅក្នុងតម្លៃថ្លៃសូមឲ្យដូចការពិតដែលបងនិយាយប៉ុន្តែបើសិនជាមានអ្វីលាក់បាំងក្រោយខ្នងបងដឹងហើយថាប្រកាសជាមានរឿងអ្វីកើតឡើងបងដឹងហើយថាខ្ញុំជាកូនលោកមន្ត្រីខ្ញុំមានអំណាចគ្រប់បែបយ៉ាងធ្វើរឿងអ្វីមួយបងហត់បងរវល់ការងារបែរជាមកដល់ផ្ទះវិញប្រពន្ធរករឿងបែបនេះដូច្នេះបងទៅសម្រាកសិនហើយនៅពេលល្ងាចនេះមិនចាំបាច់រៀបចំបាយទឹកឲ្យបងទេប្តីរបស់ខ្ញុំមួយរយៈពេលនេះពិតជាចម្លែកមែនខ្ញុំត្រូវតែតាមដានគាត់បើមិនដូច្នេះទេប្រកាសជាមានរឿងអ្វីលាក់បាំងនៅពីក្រោយខ្នងជាមិនខាន
លោកសេដ្ឋីនេះក៏បានមកសួរនាំកូនចៅវណ្ណៈដែលត្រូវជាប្តីហើយកូនចៅរបស់វណ្ណៈដោយមានការភ័យខ្លាចក៏បាននិយាយប្រាប់ការពិតឲ្យប្រពន្ធវណ្ណៈបានដឹងដោយខ្ញុំបានជម្រាបប្រាប់លោកសេដ្ឋីនេះអញ្ចឹងលោកសេដ្ឋីគាត់មានស្រីនៅស្រុកដែលគាត់បានទៅទិញស្រូវហើយគាត់ក៏ហក់នាងថាគាត់នៅកំឡោះថែមទៀតតាមពិតអ្វីដែលយើងគិតវាខ្លាចទៅជាការពិតគាត់លួចមានស្រីនៅខាងក្រៅអញ្ចឹងទៅបានជាប្រាក់ចំណេញបានបាត់ជាប្រចាំហើយគាត់តែងតែរវល់ទៅស្រុកនោះរហូតអ្នកដែលរងគ្រោះគឺជានារីម្នាក់ដែលលោកសេដ្ឋីបានបោកប្រាស់តាមពិតទៅនាងមិនចង់បានទ្រព្យសម្បត្តិលោកសេដ្ឋីទេប៉ុន្តែនាងគ្រាន់តែចង់បានលោកសេដ្ឋីធ្វើជាប្តីតែប៉ុណ្ណោះក៏ព្រោះតែលោកសេដ្ឋីក៏ហក់នាងថានៅកំឡោះអត់មានប្រពន្ធបើយើងមិនដោយរឿងនេះឲ្យវែងឆ្ងាយទៀតថ្ងៃខាងមុខប្រកាសជាមានរឿងកាន់តែពិបាកអញ្ចឹងឯងប្រញាប់នាំយើងទៅនៅពេលនេះទៅដើម្បីទៅជួបនាងម្នាក់នោះហើយយើងនិយាយដោះស្រាយជាមួយនាងបាទលោកសេដ្ឋីនេះអញ្ចឹងសូមមកតាមខ្ញុំនៅពេលនេះខ្ញុំនឹងនាំទៅនៅក្នុងពេលនេះបន្តិចក្រោយមកប្រពន្ធវណ្ណៈក៏បានធ្វើដំណើរមកដល់ផ្ទះរបស់នីរ័ត្នសួស្តីអ្នកនាងតែអ្នកនាងមករកខ្ញុំមានការអ្វីទៅអ្នកនាងត្រូវជាអ្វីជាមួយនឹងបងវណ្ណៈតើមែនទេតើបានជាអ្នកនាងមកជាមួយកូនចៅរបស់គាត់ខ្ញុំត្រូវជាប្រពន្ធបងវណ្ណៈខ្ញុំមកនេះគឺដើម្បីនិយាយប្រាប់នាងឲ្យបានដឹងបងវណ្ណៈគាត់មានប្រពន្ធកូនរួចហើយគាត់ក៏ហក់នាងថានៅកំឡោះគាត់គ្រាន់តែនិយាយកុហកនាងតែប៉ុណ្ណោះអ្នកនាងនិយាយថាម៉េចអ្នកនាងជាប្រពន្ធបងវណ្ណៈតើមែនទេបងវណ្ណៈកុហកខ្ញុំថាគាត់នៅកំឡោះពិតមែនហើយខ្ញុំនិងបងវណ្ណៈបានរៀបការជាមួយគ្នា2ឆ្នាំមកហើយយើងក៏បានបង្កើតបានកូនប្រុសមួយថែមទៀតហើយខ្ញុំទើបតែដឹងថាគាត់បានតាក់ទងជាមួយនាងបំណងល្អពីខ្ញុំជាមនុស្សស្រីដូចគ្នានាងគួរតែយល់ចិត្តខ្ញុំហើយតើមែនទេហេតុអ្វីបានជាគាត់កុហកខ្ញុំបែបនេះហេតុអ្វីបានជានៅសុកខ្ញុំមានឈ្មោះថាជាស្រីយកប្តីរបស់គេទៅវិញបើមិនចង់មានឈ្មោះថាជាស្រីយកប្តីរបស់គេនាងគួរតែឈប់តាក់ទងជាមួយប្តីរបស់ខ្ញុំទៅនាងក៏ជាមនុស្សស្រីគួរតែយល់ចិត្តមនុស្សស្រីដូចគ្នាហើយខ្ញុំសុំទោសហើយខ្ញុំអរគុណដែលអ្នកនាងបាននិយាយប្រាប់បើសិនជាអ្នកនាងមិនបាននិយាយប្រាប់ខ្ញុំឲ្យបានដឹងខ្ញុំប្រកាសជាមានឈ្មោះថាយកស្រីគេអស់មួយជីវិតខ្ញុំមិនពាក់ព័ន្ធជាមួយនឹងគាត់ទៀតទេខ្ញុំនឹងចាក់ចេញពីទីនេះទៅរស់នៅស្រុកឆ្ងាយហើយនឹងមិនឲ្យគាត់ឃើញមុខខ្ញុំទៀតទេនាងគិតបែបនេះជាការត្រឹមត្រូវខ្ញុំក៏អាណិតនាងប៉ុន្តែធ្វើម៉េចបើប្តីខ្ញុំកុហកនាងបែបនេះអញ្ចឹងនាងគួរតែយល់ចិត្តមនុស្សស្រីដូចគ្នាចាក់ចេញពីជីវិតប្តីរបស់ខ្ញុំទៅចំណែកវណ្ណៈដោយគាត់មិនដឹងថាពេលនេះប្រពន្ធគាត់បានទៅផ្ទះរបស់និរ័ត្នគាត់កំពុងតែដេកនឹកដល់និរ័ត្នហើយកំពុងតែរកល្បិចដើម្បីទៅរកនិរ័ត្នបងគិតថាទៅផ្ទះលោកមេភូមិដែលនៅស្រុកដែលបងបានទិញស្រូវអញ្ចឹងថ្ងៃស្អែកបងនឹងមកដល់វិញបងនឹកដល់នាងម្នាក់នោះតើមែនទេនាងបានចាក់ចេញពីទីនោះហើយបងមិនអាចទៅរកនាងបានឃើញទៀតទេតើអូនកំពុងតែនិយាយពីអ្វីនឹងនិយាយពីឈ្មោះនាងណាទៅបងមិនដឹងទេបងគ្រាន់តែចង់ទៅផ្ទះលោកមេភូមិតែប៉ុណ្ណោះខ្ញុំនិយាយពីនាងម្នាក់នោះដែលមានឈ្មោះថានិរ័ត្នខ្ញុំបានដឹងការពិតរួចរាល់អស់ហើយខ្ញុំក៏បានទៅនិយាយប្រាប់នាងឲ្យបានដឹងបងមិនគួរណាក៏ព្រោះតែការសប្បាយបោកប្រាស់ក្តីស្រឡាញ់របស់នារីម្នាក់នោះទេអូនទៅនិយាយប្រាប់ការពិតឲ្យនាងបានដឹងតើមែនទេហើយអ្វីបានជាអូនធ្វើបែបនេះនាងប្រកាសជាមានការឈឺចាប់ជាមិនខានបងខ្លាចនាងឈឺចាប់ហេតុអ្វីបានជាបងមិនខ្លាចខ្ញុំឈឺចាប់ហេតុអ្វីបានជាបងទៅធ្វើទង្វើបែបនេះទៅវិញដាក់នាងបើសិនជាបងមិនចង់ឲ្យនាងឈឺចាប់បងសុំទោសចំពោះរឿងនេះបងបានធ្វើខុសឆ្គងចំពោះអូនហើយនឹងនាងបងមិនគួរណាក៏ព្រោះតែតណ្ហាធ្វើឲ្យខ្លួនឯងខ្លាចទៅជាមនុស្សអាត្មានិយមបែបនេះបងសុំទោសបងចង់ទៅរកនាងដើម្បីសុំទោសវណ្ណៈក៏ប្រញាប់ទៅរកនិរ័ត្នដើម្បីសុំទោសនៅពេលដែលវណ្ណៈបានទៅដល់ចំពេលដែលនិរ័ត្នបានចាក់ចេញហើយក៏មិនដឹងថានិរ័ត្នទៅរស់នៅស្រុកណានិរ័ត្នក៏ទៅចាប់ផ្ដើមជីវិតថ្មីលែងឲ្យវណ្ណៈឃើញមុខជារៀងរហូត